សម្រាប់មុខនេះវិញញ៉ាំហើយគឺជ្រះកមែនតើហ្មងសម្រាប់ថ្ងៃនេះខ្ញុំមកធ្វើសម្លម្ជូរត្រីឆ្អើរជាមួយនឹងក្អាឈុកហើយក៏យើងមានលាយជាមួយផ្សិតច្បើងនិងពេញប៉ោះអញ្ចឹងណាហើយបន្លែរបស់យើងមានតិចល្មមតែប៉ុន្តែធ្វើឲ្យគឺឆ្ងាញ់មែនតើហ្មងហើយអស់លុយតិចអញ្ចឹងមុខនេះខ្ញុំចំណាយអស់ដូចជាតែ10000ទេហើយអត់អស់ហងក្អាឈុកឯងដាក់តែបន្តិចទេដោយសារខ្ជិលបកវាថែមហ៎ហើយផ្សិតច្បើងយើងចិតជាដុំតូចៗអញ្ចឹងមកនិយាយទៅពេញប៉ោះឲ្យបើសិនយើងចង់ដាក់ទាំងមូលក៏បានដែរប៉ុន្តែខ្ញុំចិត្តជារៀងតូចៗមកល្មមណាអាណាធំខ្ញុំទុកទាំងអស់ចឹងមកហើយសម្រាប់ត្រីយើងបេះឲ្យស្អាតមកខ្ញុំអត់យកស្បែកយកអីបេះយកតែសាច់ត្រីទេអញ្ចឹង3នេះបានមកល្មមស្លមួយចានហ្នឹងអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនធ្វើច្រើនដាក់ឲ្យច្រើនតាមហ្នឹងទៅតែថ្ងៃនេះខ្ញុំស្លតែមួយចានល្មមទេហើយធ្វើបន្តិចអញ្ចឹងគឺឆ្ងាញ់មែនតើហ្មងណាហើយគ្រឿងក្រៅរបស់យើងបានរៀបចំរួចរាល់ហើយបន្ទាប់មកទៀតខ្ញុំមកលីងត្រីសិនសម្រាប់ត្រីនេះយើងអត់បានយកទៅកដៅអាំងអីហ៎អញ្ចឹងខ្ញុំលីងឲ្យវារៀងក្តៅឲ្យស្រួយបន្តិចហ្មងទៅបន្ទាប់ពីលីងហើយខ្ញុំចាក់ទឹកបន្ថែមមកបិទទុកវាឲ្យពុះហើយបន្ទាប់ពីទឹកពុះយើងចាប់ផ្ដើមបង់ក្អាវឈុកមុនគេនិយាយទៅបន្លែមួយមុខហ្នឹងខ្ញុំបង់ដូចជាបន្ទាប់គ្នាបន្តិចៗទេដោយសារតែបន្លែអស់ហ្នឹងវាត្រូវការពេលវេលាតាមផ្លែតឆ្អិនណោះដល់ពេលអញ្ចឹងខ្ញុំដាក់តែ1ផ្លែតយើងដាក់បន្លែទាំងអស់ហ្នឹងចូលគ្នាហ្មងទៅគ្រាប់តែប្រហែលជាបន្តិចទេនិយាយទៅគ្រាប់ឲ្យតែវាពុះហ៎បន្ទាប់ពីពុះហើយយើងចាក់ពេញប៉ោះផ្សិតម្ទេសទឹកត្រីប៊ីចេងស្ករចូលគ្នាទាំងអស់មកមុខនេះរៀបគ្រឿងឲ្យអត់យូរទេធ្វើលះបានញ៉ាំហើយចំណាយលុយតិចទៀតហើយបើថារសជាតិវិញគឺឆ្ងាញ់មែនតើហ្មងបងប្អូនអាចសាកបានណាហើយបន្ទាប់មកយើងដាក់គ្រឿងក្រៅចូលទាំងអស់ហើយយើងទុកតែមកពុះមកបង់តាជីម្វងមករួចហើយសម្រាប់ជីម្វងនេះបើសិនជាបងប្អូនមានជារបៀបម្រះព្រៅអីក៏ឆ្ងាញ់ដែរថ្ងៃនេះខ្ញុំខំទៅផ្សារតាំងពីព្រឹកឲ្យតន់គ្រឿងក្រៅប៉ុន្តែទៅដល់ម្រះព្រៅអីអស់អញ្ចឹងយើងមានអីបងហ្នឹងហ្មងទៅព្រោះអីវាឆ្ងាញ់ដូចគ្នាមិនថាម្រះព្រៅឬជាយដាក់ទៅវាឈ្ងុយដូចគ្នាហ្នឹងហើយបន្ទាប់មកទៀតសឡយើងបានពុះគោតែមួយសន្ទុះមកបងជីមករួចជាការស្រេចហើយរៀបគ្រឿងឲ្យធ្វើលឿនពីមុននៅផ្ទះខ្ញុំចូលចិត្តរបៀបថាស្លអីទុកឲ្យបានដូចថាពីព្រឹកទុកដល់ល្ងាចអញ្ចឹងឥឡូវអត់ទេធ្វើតែមួយពេលទេដោយសារធ្វើអញ្ចឹងវាឆ្ងាញ់ហើយចំណាយពេលអត់យូរទេអញ្ចឹងធ្វើជារបៀបនេះម្ដងងាយស្រួលមែនទែនហ្មងហើយបន្ទាប់ពីបងអីហើយអស់យើងទុកឲ្យតាប់មកពុះមករួចជាការស្រេចហើយបើសិនជាមានរបៀបថាសាច់អីផ្ទាប់ជាមួយអីទៀតបុកម្ជូរបុកអីរឹតតែឆ្ងាញ់មែនទែនហ្មងអញ្ចឹងយើងដួសដាក់ចានមករួចជាការស្រេចហើយអញ្ចឹងបងប្អូនអាចសាកធ្វើញ៉ាំបានណាភាគច្រើនមួយមុខនេះតាមរោងការក៏សម្បូរដែរប៉ុន្តែឥឡូវយើងអស់រោងការអញ្ចឹងធ្វើញ៉ាំខ្លួនឯងហ្មងទៅបានស្អាតហើយចំណែករសជាតិវិញត្រូវនឹងមាត់យើងត្រូវចង់ញ៉ាំជូរប្រៃអីអាហ្នឹងយើងអាចធ្វើបានតាមចិត្តខ្លួនឯងអញ្ចឹងណាប៉ុន្តែបើដល់រដូវកាលហើយទៅញ៉ាំគេក៏មួយយ៉ាងដែរនិយាយរួមទៅញ៉ាំគេក៏បានធ្វើខ្លួនឯងញ៉ាំក៏បានវាម្នាក់មួយយ៉ាងបើមានពេលធ្វើខ្លួនឯងញ៉ាំហ្មងទៅ